đâyสมัยខ្ញុំចង់ខ្លាយជាតារា hip hop បែរជាឥឡូវនឹងខ្លាយទៅជាស្ត្រីមេផ្ទះ hip hop អីកើតបងប្អូនហើយមិនទាន់បានចាក់ក្បាច់មួយផងឥឡូវនឹងគឺថាកូនយកមន់មកមួយនេះឥឡូវនឹងគឺថាគេចង់ញ៉ាំជាមួយនឹងមន់កូកាមន់នេះមកអត់ស្រស់សោះបងប្អូនហើយទៅទៅយកចេញពីទូទឹកកកតិចឡើងស្រាប់បងប្អូនស្ត្រីមេផ្ទះទិញមន់មកពីផ្សារមិនដឹងធ្វើអីមកមើលវីដេអូខ្ញុំមួយនេះបងប្អូនតខ្លាចមាត់ខ្លាំងមែនតែនហ្មងមាត់របស់យើងគឺយកមកស្រោះទឹកសិនរបស់យើងមិនមែនមន់ស្រាទេគឺមន់ក្រង់អញ្ចឹងហើយគឺយើងមានស្លឹកខ្ទឹមខ្ញីហើយនឹងស្រាចិនបែបហ្នឹងដើម្បីកាត់ឆ្អាបបងប្អូនតគ្នាយើងផងដែរពេលដែលស្រោះហ្នឹងកុំស្រោះឲ្យវាឆ្អិនណាមានន័យថាតើវាចេញពពុះមកហើយគឺយើងស្រង់វាចេញមកតបមកគឺយើងដាក់វាឲ្យស្រស់ទឹកជាមួយនឹងកញ្ច្រែងបងប្អូនតគ្នាបើមិនចឹងទេពេលដែលចៀនដឹងថាភេងផុងឥឡូវវាស្រស់ទឹកហើយខ្ញុំយកវាមកចៀនសិនបងប្អូនតគ្នាដាក់ខ្លាញ់រឹមតិចទៅបានហើយបន្តិចបងប្អូនតគ្នារាល់វីដេអូដែលខ្ញុំធ្វើម្ហូបទាំងអស់មិនមែនជាការប្រយ័ត្នទេវាគ្រាន់តែជាការចែករំលែកយើងគឺចៀនឲ្យក្រៀមទាំងសងខាងមកណាបងប្អូនតគ្នាចាយល់ឲ្យយើងមានអាឆ្នាំងដែលវាអត់ជាប់ខ្ទះសាច់មាន់របស់យើងក្រៀមទាំងសងខាងហើយយើងមានខ្ទឹមសយើងមានខ្ញីម្សៅស៊ុបអំបិលប៊ីចេងដាក់ស្ករច្រើនតិចប្រេងខ្យងក៏មិនអាចខ្វះបានដែរហើយទឹកស៊ីអ៊ូរបស់ចិនចុងក្រោយនោះគឺកូកាយើងនឹងហ្មងបងប្អូនតគ្នាចាដាក់មួយកប៉ុងចឹងមកកុំភ្លេចថែមជាមួយទឹកសរបស់យើងធម្មតាបន្តិចទៅបានហើយទៅយើងរំងាស់សាច់របស់យើងឲ្យវាចាឆ្អិនជាមួយនឹងកូកានឹងតែម្ដងដល់ចាប់ផ្ដើមពុះខូចចេះនិយាយថាឈ្ងុយពេញបន្ទប់ហ្មងបងប្អូនតគ្នាអើយគឺយើងប្រខាសវារហូតដល់ឲ្យវាខាសទឹកបន្តិចបានវាឆ្ងាញ់បងប្អូនតគ្នាចាវាខាសមកល្មមដូចយើងខសាច់ចឹងបងប្អូនតគ្នាតែប៉ុណ្ណឹងហើយយើងមានជាមួយនឹងល្ងសដែលលីងហើយនឹងជាមួយនឹងស្លឹកខ្ទឹមចុងក្រោយហ្នឹងគឺហើយបងប្អូនតគ្នាចាបងប្អូនតគ្នាបើបានពីអ្នកប្តីមានអត្តចតិចទៀតបងប្អូនត្រូវគ្នាខ្លាំងមក live view ឡើង500អ្នកជាងហើយបើនិយាយ feedback វិញបងប្អូនលេបអស់មកឈុតចូលនេះអស់4គ្រាប់អស់4គ្រាប់អស់ចឹងអស់4គ្រាប់ឥឡូវចុះអស់6គីឡូបងប្អូនលឺអតិជនរបស់ខ្ញុំនិយាយណាបងប្អូនភៀវគាត់ទិញពីខ្ញុំផ្ទាល់ហ្មងហើយអ្នកដែលគាត់តែងតែសួរថាមួយឈុតនឹងស្រក់បានគីឡូបងប្អូនអាចស្ដាប់បានគាត់ថាប្របាក់ស្រក់គីឡូហ្មងគឺដាក់ជាមួយឈុតស្រក់លឿននេះតានីថាស្រក់ហ្មង iPhone ណាម៉ៃឈុតជាមួយស្ប្រាយនេះក៏លក់ដាច់ខ្លាំងដែរបងប្អូនតគ្នាគេមានសមត្ថភាពនៅក្នុងការជួយលាងសម្អាតកម្បាត់ធំក្លិនជាពិសេសនឹងជួយការពារបាក់តេរីបានគ្មានបញ្ហាកន្ទួលរមាស់បញ្ហារលាកអីបងប្អូនដាក់មួយឈុតនេះគឺថាបាត់ដូចគេបេះអញ្ចឹងធ្វើឲ្យព្រាមគឺក្មួយនឹងកូននៅរងចាំហ្មងបងប្អូនតគ្នាបងឯងបងប្អូនចាដៃមើលដៃនៅបាក់សភៅប៉ុន្តែភ្នែកមកមើលរបស់ញ៉ាំនេះវិញកូនឯងកំអាតអានសភៅញ៉ាំសិននៅកូនអើយចានិយាយមែនបងប្អូនរសជាតិមួយនេះខ្ញុំចែកម្លែកដោយសារតែខ្ញុំធ្វើទៅគឺឆ្ងាញ់មែនតើសម្រាប់ដែរបងប្អូនគាត់ធ្វើឲ្យក្លែមអីចឹងគឺកាន់តែឆ្ងាញ់ទៀតហើយរសជាតិហ្នឹងគឺឆ្ងាញ់បំផុតសម្រាប់កូនក្មេងហើយនឹងចាប្តីយើងអីចឹងបើថាមនុស្សចាស់អីគាត់ប្រហែលជាអត់សូវចូលចិត្តហ្មងនេះព្រោះដោយសារយើងញ៉ាំទៅក្តៅក្នុងដែរហ្នឹងព្រោះដោយសារយើងជៀនយើងពងបងប្អូនចង់ចឹងបើសិនជាយើងយូរញ៉ាំម្ដងចាយើងអត់ញ៉ាំរាល់ថ្ងៃទេគឺល្អសម្រាប់សុខភាពទេបងប្អូនអត់អីទេកុំឲ្យថាញ៉ាំញឹកញាប់ពេកព្រោះដោយសាររបស់ចឹងឡើងគីឡូដូចគ្នាបងប្អូនតគ្នាចាខ្ញុំមួយថ្ងៃនេះគាត់ថាចូលមកផ្ទះញ៉ាំរហូតដោយសារតែមកផ្ទះមីងសបោរបស់ញ៉ាំរហូតហ្នឹងហើយរបស់ប្លែកទៀតប្តីរបស់ខ្ញុំនេះបងប្អូនតគ្នាមិត្តភក្តិរបស់គាត់ហ្នឹងគឺសំដាំជាមួយផ្លែដើមលីជឿតែរាល់ឆ្នាំខ្ញុំតែងប្រាប់បងប្អូនថាចៅដើមរបស់វាហ្នឹងគឺផ្លែមកឆ្ងាញ់ខុសពីផ្លែដតៃអញ្ចឹងទៅមិត្តភក្តិរបស់គាត់ញ៉ាំហើយហ្នឹងឥឡូវគឺសំដើមយកទៅផ្សេងហើយប្តីខ្ញុំគាត់ថាដឹងផ្សំរសអត់ទេប៉ុន្តែគាត់ផ្សំរសមិនរសគាត់ចិត្តតែដាក់ឲ្យតិចតួចទៅព្រោះកុំឲ្យគេថាគេសំហើយយើងអត់ឲ្យអញ្ចឹងណាបើនិយាយវាថាឆ្ងាញ់គឺផ្លែហ្នឹងគឺឆ្ងាញ់មែនបងប្អូនពូជរបស់វានេះហ៎ហើយវីដេអូដែលបងប្អូនចាប់លេខអាហ្នឹងក៏មានប៉ុណ្ណឹងដែរបងប្អូនតគ្នាចាំជួបគ្នានៅវីដេអូថ្ងៃស្អែកទៀតហើយបើសិនជារាល់ការចែកម្លែករបស់ខ្ញុំមានកំហុសឆ្គងនៅកន្លែងណាគឺខ្ញុំសូមអធិស្ឋានពីចម្ងាយផងប៉ុន្តែយ៉ាងណាមិញគឺនៅតែអរគុណបងប្អូនខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូបងប្អូនតាំងពីដើមរហូតដល់ចប់